នៅលើកំពូលភ្នំឈរបង្អួតរៀងកណ្ដាលអាកាសអមជាមួយធម្មជាតិដ៏ជាទីគយគន់នោះគឺស្ថាបត្យកម្មដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរដែលលោកបានកសាងយ៉ាងផ្ចិតផ្ចង់បន្សល់ទុកជានិមិត្តរូបដល់កូនខ្មែរគ្រប់គ្នាប្រាសាទស្រីសូរបរិពាត់ឬគេគ្រប់គ្នាស្គាល់ថាជាប្រាសាទភ្នំជីសូរដែលកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី1នៅដើមសតវត្សទី11ក្នុងឆ្នាំ1200ដល់1050សម្រាប់ឧទ្ទិសដល់ព្រះឥសូរប្រាសាទភ្នំជីសូរមានចម្ងាយប្រមាណ62គីឡូម៉ែត្រពីរាជធានីភ្នំពេញប្រាសាទនេះជាប្រាសាទភ្នំដែលមានក្បូរក្បាច់រចនាដ៏ល្អប្រណិតដែលជាស្នាដៃដ៏ផ្ចិតផ្ចង់របស់ដូនតាខ្មែរដែលមិនអាចកាត់ថ្លៃបានសិល្បៈចម្លាក់ក្បាច់នានានៅតាមផ្តែរតាមហោជាងនិងរូបសត្វផ្សេងទៀតដែលមើលទៅហាក់បីដូចជាវត្ថុមានជីវិតមានភាពរស់រវើកបានបង្ហាញពីវប្បធម៌ដ៏ឧត្តុង្គឧត្តមអស្ចារ្យរបស់ដូនតាខ្មែរនាសម័យមហានគរមិនមែនតែប្រាសាទថ្មនៅលើកំពូលភ្នំជីសូរគឺពោរពេញទៅដោយធម្មជាតិនិងខ្យល់អាកាសបរិសុទ្ធដែលជាកំពូលអសត់ទឹកគ្មានពីរដែលធម្មជាតិបានបង្កើតមកឲ្យយើងទេសភាពដ៏ស្រស់ត្រកាលជាចំណីផ្លូវចិត្តនិងផ្លូវកាយដែលធ្វើឲ្យយើងធូរសះស្បើយពីសម្ពាធផ្សេងដែលចូលក្នុងរាងកាយប្រចាំថ្ងៃរុក្ខជាតិតូចធំរាយរួមទៅតាមខ្យល់វាយោបក់បោកនារដូវរំហើយប្រៀបដូចជាធម្មជាតិដែលផ្ដល់សារកម្លាំងចិត្តឲ្យយើងបន្តទៅមុខដើម្បីឈានដល់ភាពជោគជ័យនៅក្នុងជីវិតធម្មជាតិនឹងបន្តផ្ដល់អាកាសធាតុបរិសុទ្ធមកឲ្យយើងប្រាសាទឈរយ៉ាងរឹងមាំអស់រយៈពេលរាប់ពាន់ឆ្នាំដោយមិនចុះចាញ់ទៅនឹងការយាយីពីកត្តាធម្មជាតិនិងអាកាសធាតុប្រែប្រួលប្រៀបបាននឹងដំណើរជីវិតយើងដែលជួបឧបសគ្គតូចធំជារៀងរាល់ថ្ងៃតែយើងត្រូវមានគោលជំហរនិងតស៊ូដើម្បីជោគជ័យនៅក្នុងថ្ងៃអនាគតបើយើងចោលភ្នែកទៅទិសខាងកើតយើងនឹងឃើញជណ្ដើរថ្មដ៏អស្ចារ្យមួយដែលនាំយើងទៅដល់គោបរៈទី1ឬខ្លោងទ្វារទី1រុំព័ទ្ធទៅដោយធម្មជាតិដែលមានឈ្មោះថាប្រាសាទសែននិមលឬប្រាសាទសែនធ្មុលប្រាសាទនេះកសាងឡើងដើម្បីតម្កល់រូបគោនិនធិនដែលជាយានជំនិះរបស់ព្រះឥសូរគឺជាប្រាសាទដែលកសាងឡើងកណ្ដាលរុក្ខជាតិតូចធំដែលបង្ហាញសោភ័ណភាពដ៏អស្ចារ្យប្រៀបបានជាវិមានដែលឈរចំកណ្ដាលធម្មជាតិដ៏ស្រស់ត្រកាលតែគួរឲ្យស្ដាយដោយសារកត្តាការវិវត្តនៃធម្មជាតិនិងសង្គ្រាមបានធ្វើឲ្យប្រាសាទដ៏ល្អប្រណិតនេះខូចខាតអស់មួយចំណែកធំនៅតាមបណ្ដោយខ្សែបន្ទាត់តែមួយចុះពីគោបរៈទី1គឺមានផ្លូវមួយដែលនាំយើងទៅកាន់គោបរៈទី2ដែលមានឈ្មោះថាប្រាសាទសែនភូវាំងប្រាសាទនេះនៅត្រង់ជួរជាមួយប្រាសាទទាំង3គ្មានលៀងសូម្បីបន្តិចហាក់បីដូចជាស្នាដៃរបស់ព្រះដែលបានបង្កើតឡើងមកប្រាសាទសែនភូវាំងជាស្ថាបត្យកម្មដែលមានរាងកាកបាទដែលមានប្រវែង30និង40ម៉ែត្រហើយនៅមានស្ថានភាពល្អប្រសើរជាងគោបរៈទី1បើមើលបន្តទៅទៀតនោះយើងនឹងឃើញស្រះទឹកមួយដ៏ធំរៀបជាជួរជាមួយប្រាសាទទាំង3ជាមិនខានទឹកគឺជាធាតុមួយដែលអ្វីៗសព្វសារពើមិនអាចខ្វះបានឡើយទឹក
ជាប្រភពតែមួយគត់ដែលជួយទ្រទ្រង់ជីវិតដល់អស់សពសត្វនៅលើពិភពលោកហើយទឹកក៏ជាប្រភពតែមួយគត់ដែលជួយដល់វិស័យកសិកម្មរបស់ដូនតាខ្មែរតាំងពីបុរាណកាលមកទន្លេអ៊ុំគឺជាកន្លែងស្តុបទឹកមួយដ៏សំខាន់របស់ដូនតាខ្មែរនាសម័យមហានគរហើយក៏ជាកន្លែងដែលព្រះមហាក្សត្រខ្មែរធ្វើពិធីផ្សេងៗនៅទីនោះដូចជាពិធីសេវៈលឹងនិងពិធីលាងបាបជាដើមបើមើលត្រឡប់ទៅវិញវាដូចជាប្រភពកំណើតនិងជាផ្លូវដែលមនុស្សយើងធ្វើដំណើរប្រចាំថ្ងៃឆ្ពោះទៅកាន់ឋានសួគ៌ដែលជាកន្លែងស្ងប់សុខដែលអមទៅដោយធម្មជាតិប្រៀបបីដូចជាអំពើល្អដែលយើងបានប្រព្រឹត្តប្រចាំថ្ងៃនេះហើយគឺជាស្ថាបត្យកម្មដ៏ល្អវិចិត្រដែលដូនតាខ្មែរបានបង្កើតមកដែលបង្កប់ដោយរាប់រយលានអត្ថន័យឲ្យកូនខ្មែរទុកជាចំណោទដោះស្រាយនៅក្នុងជីវិតប្រចាំថ្ងៃ